សួស្តីអ្នកទាំងអស់គ្នានៅក្នុងមេរៀននេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបកំណត់ថ្ងៃខែឆ្នាំនិងពេលវេលានៅក្នុងឧបករណ៍ Cisco Router តើនៅកន្លែងហ្នឹងបាទសូមមើលរូបទាំងអស់គ្នាអូខេនេះគឺជាប្រព័ន្ធ diagram network របស់ខ្ញុំមានឧបករណ៍ Cisco Router ខ្ញុំមានឧបករណ៍ Cisco Switch និងម៉ាស៊ីនកុំព្យូទ័រគ្រប់ឧបករណ៍ទាំងអស់នេះខ្ញុំបានតភ្ជាប់បណ្ដាញ network រួចហើយខ្ញុំបានកំណត់នៅ label name ទៅតាម port interface នីមួយៗនៃឧបករណ៍ Cisco Switch និង Cisco Router រួចហើយដែរប៉ុន្តែខ្ញុំមិនទាន់បានសរសេរនៅ command code ឬក៏ភ្ជាប់ router ទាំងអស់នេះឲ្យស្គាល់គ្នាទេតើនៅកន្លែងបាទហើយនៅក្នុងមេរៀននេះខ្ញុំបានប្រាប់អ្នកទាំងអស់ថាខ្ញុំបង្ហាញពីរបៀបក្នុងការកំណត់ថ្ងៃខែឆ្នាំនិងពេលវេលាទៅឲ្យ router តើយើងចាំបាច់កំណត់ពេលវេលាទៅអីជាធម្មតាប្រសិនមកនៅពេលដែលយើងធ្វើការតភ្ជាប់ឧបករណ៍ជាច្រើនបញ្ចូលគ្នាហើយដែលមានទីតាំងផ្សេងគ្នាឬនៅសាយផ្សេងគ្នាឬនៅប្រទេសផ្សេងគ្នាភាគច្រើនគឺវាអត់ support ជាមួយម៉ោងទេអញ្ចឹងវាអាចធ្វើការប៉ះពាល់ទៅលើ connection ឬក៏អត់ធ្វើការ update ព័ត៌មានពី router មួយទៅកាន់ router មួយទេយល់ទេបាទអញ្ចឹងយើងត្រូវតែកំណត់ពេលវេលាបានត្រឹមត្រូវកុំឲ្យវាមានបញ្ហាអូខេនេះគឺជារូបមន្តរបៀបក្នុងការកំណត់នៅម៉ោងនាទីវិនាទីថ្ងៃខែឆ្នាំឲ្យឧបករណ៍ Cisco Router អញ្ចឹងឥឡូវនេះខ្ញុំចាប់ដាក់អនុវត្តតែម្ដងដែលខ្ញុំឈរលើ router model លេខ2911ដែលមានឈ្មោះថា router R1 អូខេចុចលើវាមកខ្ញុំឈរលើ command line interface ខ្ញុំ enter ឥឡូវខ្ញុំ enable ខ្ញុំចាប់ដាក់ configure T ខ្ញុំវាយ host name ខ្ញុំដាក់ឈ្មោះ router 1អូខេខ្ញុំវាយគេ line console 0 log synchronous exit no IP domain lookup ចឹងអានេះជាទូទៅ rule យើងត្រូវបិទចោល exit ចឹងពេលខ្ញុំ enter មកគឺយើងឈរ router R1 ខ្ញុំ enable ខ្ញុំចាប់ប្រើ command show clock យើងចង់ដឹងថាតើឧបករណ៍ router មួយនេះវាមានម៉ោងប៉ុន្មានអូខេម៉ោង0នាទីប៉ុណ្នេះណាបាទនៅដាក់ UTC ថ្ងៃច័ន្ទខែមេ March ខែ3ហើយនៅត្រង់នេះថ្ងៃទី1ឆ្នាំ1993អញ្ចឹងម៉ោងដាក់ខុសយល់ទេបាទអញ្ចឹងឥឡូវនេះខ្ញុំដាក់ម៉ោង set ម៉ោងបានត្រឹមត្រូវអញ្ចឹងរបៀបក្នុងការ set ម៉ោងយើងឈរលើទម្រង់ privilege mode ដែរខ្ញុំប្រើ command clock បន្ទាប់មកដក clear set បន្ទាប់មកដក clear យើងដាក់ម៉ោងមុនម៉ោងប៉ុន្មានឥឡូវម៉ោងប៉ុន្មានហើយម៉ោង 10:34 ណាម៉ោង 10:34 ម៉ោង 10:2:34.2 ខ្ញុំដាក់វិនាទី00នេះទៅដក clear បន្ទាប់មកទៀតយើងថ្ងៃទីម៉ានថ្ងៃទី17ខែ6បាទណា17ខែ1 2014អញ្ចឹងថ្ងៃទី17ដក clear ខែ6យើងអត់សេលេខ6ទេយើងសេជូនដក clear ឲ្យឆ្នាំ2014យល់ទេបាទតោះមកយើង enter ឥឡូវយើងប្រើ command clock សំទោស show clock ម្ដងទៀតអញ្ចឹងដល់ពេលប្រើ command show clock ដាក់ថាម៉ោងប៉ុន្មានម៉ោង 10:34 6វិនាទីតើនៅបាទទៅថ្ងៃអង្គារខែ6ថ្ងៃទី17ឆ្នាំ2014តើនៅឡើយនឹងបាទអូខេនេះពីរបៀបក្នុងការកំណត់ថ្ងៃខែឆ្នាំពេលវេលាឲ្យឧបករណ៍ Cisco Router អញ្ចឹងខ្ញុំ easy ខ្ញុំបិទចោលមកឥឡូវនេះខ្ញុំឈរនៅលើឧបករណ៍ router model 2911ដែរតែមានឈ្មោះថា router R2 ចុចលើវាមួយមកខ្ញុំយក CLI ខ្ញុំ enter ខ្ញុំចាប់ដាក់ enable ខ្ញុំ configure short T ខ្ញុំដាក់ឈ្មោះ router host R2 តមកខ្ញុំវាយ line console 0ខ្ញុំចាប់ដើមវាយ log synchronous ហើយខ្ញុំ exit no IP domain lookup អូខេ exit អញ្ចឹងពេលខ្ញុំ enter មកចូល router R2 ខ្ញុំ enable ខ្ញុំប្រើ command show clock អញ្ចឹង show clock នៃឆ្នាំ1993ណាអញ្ចឹងខ្ញុំចាប់ដើមវាយ clock set ដក clear ម៉ោង
0.2 36 នាទី00ថ្ងៃណាថ្ងៃទី17ខែ6 June ឆ្នាំ 2014 Enter ដល់មកយើងប្រើ command show clock ម្ដងទៀតបាទអញ្ចឹងមកត្រឹមត្រូវហើយតនេះកន្លែងហ្នឹងបាទអូខេអញ្ចឹងឥឡូវនេះរបៀបក្នុងការកំណត់ថ្ងៃខែឆ្នាំនិងពេលវេលាឲ្យឧបករណ៍ Cisco Router ត្រូវបានបញ្ចប់